នៅក្នុងដំណាក់កាលទី2គឺជាដំណាក់កាលនៃការការពារការស្ដារនិងការកសាងប្រទេសជាតិឡើងវិញចេញពីចំណុច0ដោយដៃម្ខាងកាន់អាវុធការពារទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបបល្ល័យពូជសាសន៍ប៉ុលពតដៃម្ខាងកសាងប្រទេសជាតិរហូតឈានដល់ដំណាក់កាលចរចាផងប្រយុទ្ធផងរហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ23តុលាឆ្នាំ1991នឹងឈានដាក់ចេញនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានាំមកនូវសន្តិភាពនិងការឯកភាពទឹកដីឲ្យបានដល់ពេញលេញជាប្រវត្តិសាស្ត្រដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេលជាង500ឆ្នាំកន្លងមក